អ្នកស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជាស្នើកម្ពុជាជាកំហិតផ្សាយគ្រឿងស្រវឹងត្រម៉ាក់និង logo បង្ការការតាក់ទាញយុវជននិងកុមារទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតយោងតាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់រាជបណ្ឌិតសភាកម្ពុជាបានបង្ហាញថាការអនុវត្តប្រកាសស្តីពីការកំណត់អំពីបែបបទនីតិវិធីនិងវិធានការក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការបង្ការកុមារនិងយុវជនពីការតាក់ទាញឲ្យសេពគ្រឿងស្រវឹងនោះទេថ្លែងឲ្យដឹងក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តប្រកាសស្តីពីការកំណត់អំពីបែបបទនីតិវិធីនិងវិធានការក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងលោកបណ្ឌិតគីសេរីវឌ្ឍអ្នកវិភាគសេដ្ឋកិច្ចនៅរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ថាការអនុវត្តវិធានការសំខាន់ៗគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដូចមានចែងក្នុងប្រកាសគឺពុំទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់នោះទេលោកគូបញ្ជាក់ថាយ៉ាងណាមិញក្រុមការងារស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជាបានស្នើសុំក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងពិចារណាដាក់ចេញបន្ថែមនូវវិធានការកំហិតការផ្សាយពាណិជ្ជកម្មដែលងាយស្រួលក្នុងការពង្រឹងការអនុវត្តនិងដែលត្រូវបានកំណត់ដោយអង្គការសុខភាពពិភពលោកថាមានប្រសិទ្ធភាពដើម្បីបង្ការកុមារនិងយុវជនពីការតាក់ទាញឲ្យសេពគ្រឿងស្រវឹងលោកបានសង្កត់ធ្ងន់ថាទោះបីស្ថិតក្នុងដំណាក់កាលដែលកម្ពុជាមិនទាន់អាចហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងបានទាំងស្រុងប៉ុន្តែកម្ពុជាគួរកំហិតការផ្សាយពាណិជ្ជកម្មឲ្យមានត្រម៉ាក់និង logo គ្រឿងស្រវឹងដោយហាមមិនឲ្យមានការផ្សាយភ្ជាប់ជាមួយរង្វាន់ប្រើតារានិងបុគ្គលមានឥទ្ធិពលនឹងការផ្សាយតាមប្រព័ន្ធ digital ជាដើមលោកវិជ្ជបណ្ឌិតមុំគង់នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានលើកឡើងថាការធ្វើទីផ្សាររបស់ឧស្សាហកម្មគ្រឿងស្រវឹងបានផ្សព្វផ្សាយទៅដល់កុមារនៅតាមផ្ទះតាមរយៈទូរទស្សន៍ទាំងតាមតាមដងផ្លូវក្នុងហាងទំនើបភោជនីយដ្ឋានទីកន្លែងលេងកីឡាឬតាមរយៈប្រព័ន្ធអនឡាញផ្សេងៗបែបនេះក្តីលោកនៅតែទទួលស្នើសុំទៅកាន់ភាគីពាក់ព័ន្ធនិងក្រសួងត្រូវជួយរួមកាត់បន្ថយការយកនៅតារាសម្ដែងឬចម្រៀងដែលមានឥទ្ធិពលនៅលើបណ្ដាញសង្គមយកមកប្រម៉ូទផលិតផលគ្រឿងស្រវឹងបន្តទៀតព្រោះសកម្មភាពទាំងនេះអាចនឹងងាយឲ្យកុមារនិងយុវជនសេពគ្រឿងស្រវឹងដែលមិនបានគិតគូរអំពីផលប៉ះពាល់ចំពោះសុខភាពរបស់ពួកគេលោកស្រីវិជ្ជបណ្ឌិតអាដាម៉ូអាត់សេរីមន្ត្រីសុខាភិបាលសាធារណៈនៃតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថាយោងតាមការសិក្សាស្រាវជ្រាវព្រែវ៉ាឡង់ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹងក្នុងចំណោមមនុស្សពេញវ័យអាយុចាប់ពី18ដល់69ឆ្នាំមាន 50% ក្នុងនោះបុរសមាន 71.2% និងស្ត្រី27.5%នេះបើតាមរបាយការណ៍សិក្សាក្នុងឆ្នាំ2022ដល់ឆ្នាំ2023លោកស្រីអាដាបានបន្ថែមថាការដំណើរគុណជាក់លាក់លើគ្រឿងស្រវឹងដែលធ្វើឲ្យតម្លៃពិតប្រាកដនៃគ្រឿងស្រវឹងកើនឡើងគឺជាយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពក្នុងការកាត់បន្ថយប្រើប្រាស់ហួសកម្រិតនិងផលប៉ះពាល់អវិជ្ជមាននានាទាំងចំពោះយុវជននិងមនុស្សពេញវ័យគួរបញ្ជាក់ដែរថាការប្រើប្រាស់គ្រឿងស្រវឹងក្នុងចំណោមមនុស្សវ័យក្មេងកំពុងកើនឡើងគួរឲ្យព្រួយបារម្ភទាំងក្នុងចំណោមបុរសនិងស្ត្រីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹងរួមមានជំងឺជាង200មុខគ្រោះថ្នាក់ចរាចរណ៍អំពើហិង្សាការខាត់បង់ថវិកាជាពិសេសផលប៉ះពាល់លើមូលធនមនុស្សរបស់កម្ពុជាទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើត